បាទជំរាបសួរអតិថិជនបាទចឹងថ្ងៃនេះខ្ញុំសូមបង្ហាញនឹងណែនាំពីផលិតផលបាទនៅក្នុងវីដេអូនេះខ្ញុំចង់និយាយតែពីកាសពីប្រភេទនិងសំបកទូរស័ព្ទទេបងប្អូនបាទចឹងខ្ញុំអត់ចង់និយាយច្រើនទេកុំឲ្យវែងពេកចឹងបងប្អូនបាទចឹងនេះជាកាសប្រភេទP36 ដែលយើងបានហែកយកមកធ្វើតេស្តជូនភ្ញៀវគាត់កំងហ្នឹងបងប្អូនណាបាទចឹងនិយាយតែការហែកធ្វើតេស្តទាំងកាស AirPods Pro 2អីហ្នឹងបងប្អូនបាទចឹងយើងធ្វើតេស្តមកលឺស្អាតបានផ្ញើជូនដល់អតិថិជនបាទហើយម៉ូដែល2នេះគឺពុំពេញនិយមខ្លាំងទៅលក់ដាច់ខ្លាំងហ្មងបងប្អូនបាទអានេះយប់អីទៅវេចខ្ចប់យប់បាទធ្វើតេស្តតែភ្ញៀវយប់បាទហើយនេះជាសម្បកទូរស័ព្ទដែលភ្ញៀវគាត់កំងបាទគាត់ចង់បានយន់ហ្នឹងគាត់ផ្ញើយើងឲ្យយើងជួយធ្វើគាត់ហ្នឹងបាទនេះបាទអ្នកខ្លះគាត់ក៏ចង់ដាក់រូបក៏បានដែរបងប្អូនបាទដាក់រូបថតយើងថតហ្នឹងក៏បានរូបថតការក៏បាននេះក៏បានហ្នឹងនេះភ្ញៀវស្រឡាញ់រូបហ្នឹងគេឲ្យយើងធ្វើអញ្ចឹងបាទតែតម្លៃសមរម្យទេបងប្អូនបាទបងប្អូនចង់បានតាក់ទងចូល page មកបាទ free សេវាដល់ជូនណាបងប្អូនបាទអ្នកខ្លះបាទគាត់ចង់បានគូស៊ីចេះហ្នឹងណាបងញ៉ាំនេះនៅក្នុងថងណាបងប្អូនបាទគូស៊ីបាទយើងដាក់ថង់ដីឲ្យគាត់បាទគូស៊ីស្អាតបាទហើយប្លែកបងប្អូនមានរូបទៅខាមកទៅធ្វើបានដែររូបអីផ្សេងណានេះប្រភេទ V មាសបាទអញ្ចឹងបាទហើយអានេះយន់ឬចាប់ចាំអីចឹងណាបងប្អូនបាទអញ្ចឹងអតិថិជនចង់បានអីគាត់ផ្ញើយើងធ្វើហ្នឹងយើងធ្វើឲ្យបានណាបងប្អូនបាទនេះគាត់ឆ្លាញ់ស្បេះឡានស្បេះញ៉ារូបឲ្យជួយដាក់ឲ្យបាទចេញយើងដាក់លើទូរស័ព្ទនេះ13បងប្អូនបាទបាទអញ្ចឹងបងប្អូនអាចខានសាកសួរព័ត៌មានបានបងប្អូនម៉ូដែលណាដែលយើងធ្វើបានម៉ូដែលណាបានអញ្ចឹងបងប្អូនព្រោះភាគច្រើនមានបងប្អូនបាទអញ្ចឹងនិយាយត្រឡប់ឡើងវិញតិចកាសនេះគឺកំពុងតែពេញនិយមបងប្អូនហើយតម្លៃអត់ថ្លៃបងប្អូនឆាតមកបងប្អូនបាទនេះផលិតផលរបស់អឺជប៉ុនអាមេរិកបងប្អូនវាP31បុកណាស់ពីម៉ូដែលនេះគឺលក់ដាច់ខ្លាំងបងប្អូនអញ្ចឹងបាទបងប្អូនកុំភ្លេចតាក់ទងបងប្អូនណាចង់បានតាក់ទងមកបងប្អូនបាទព្រោះអានេះពេលខ្លះដាច់ស្តុកតែទេអាពីរនេះបងប្អូនបាទអញ្ចឹងវីដេអូមានប៉ុណ្្នឹងចែកម្លែកបងប្អូនបាទអរគុណច្រើនជំរាបលាបងប្អូនចង់បានមួយណានៅក្នុងការ review live នេះបងប្អូនអាចតាក់ទងមកបានបាទអញ្ចឹងអរគុណច្រើនជំរាបលាបងប្អូនបាទ